សួស្តីត្រង់បងប្អូនធ្វើបទបង្ហាញពាក់ព័ន្ធទៅលើការលាយចំណីជ្រូកតើយើងលាយទៅវិញម៉េចគេថាលាយឲ្យជ្រូកយើងស៊ីបានច្រើនឲ្យមានការធំធាត់លូតលាស់ល្អចំតិចខែឆាប់បានលក់ខ្ញុំមិនថាការលាយចំណីក៏យើងត្រូវមានក្បួនមានរូបមន្តលាយដែរបងប្អូនយើងមិនចេះតែលាយទេតែយើងលាយជ្រូកយើងគីឡូចាប់ពីគីឡូ20ឡើងយើងលាយប្រមាណដល់គីឡូ60យើងលាយប្រមាណអាហ្នឹងយើងមានលាយតាមក្បួនស្តង់ដារដែរអញ្ចឹងទៅជ្រូកយើងមានកម្រិតប្រូតេអ៊ីនឲ្យវាស៊ីតាមដំណាក់កាលដល់អញ្ចឹងគឺយើងធំធាត់លូតលាស់ល្អហើយនេះឲ្យខ្ញុំចាក់ប្រេងឆាបងប្អូនយើងចាក់ប្រេងឆាក៏យើងមានតាមបាទបរិមាណគីឡូចំណីហើយនឹងកន្ទក់ដែរយើងមិនចេះដាក់ទេប្រេងឆាយើងមានតាមស្តង់ដារដែរព្រោះហេតុនេះប្រេងឆាវាមានយើងឲ្យស៊ីទៅវាមានជាតិរំអិលទៅដល់ពោះវៀនវាឲ្យវាកាច់វាមុខទួនបាទវាអាចមិនថាទួលលាមកបាទជ្រូកខ្លះយើងឲ្យស៊ីអត់ដឹងអីជ្រូកយើងទួលលាមកអាចអត់ដឹងក្តៀនទៅវាទៅជាបញ្ហាហើយនេះបងប្អូននេះជាប្រូតេអ៊ីនបាទនេះជាម្សៅវីតាមីនប្រូមិចបាទដល់អញ្ចឹងគឺជំនួយការលូតលាស់បាទមួយផ្នែកមួយយើងចាំជ្រូកយើងស្ដាយមិនហ៊ានទិញដាក់ឬក៏យើងមិនហ៊ានផ្សំវាចឹងយើងចាំជ្រូកយកតែខែទេបងប្អូនយើងរាប់តែខែទេដល់អញ្ចឹងយើងខាតពេលវេលាក្នុងការចិញ្ចឹមហើយនេះជាប្រភេទចំណីគ្រាប់បងប្អូនចំណីគ្រាប់គឺខ្ញុំដាក់ឲ្យស៊ីតាំងពីតូចទៅដល់លក់បងប្អូនបាទគឺដល់លក់ហើយគោលសម្បត្តិចំណីគ្រាប់ហ្នឹងគឺវាល្អច្រើនហើយនេះចំណីគ្រាប់នឹងស្រាប់បងប្អូនវាមានការលូតលាស់ឆ្អឹងមានការរីកសាច់និងប្រភេទចំណីគ្រាប់ដល់អញ្ចឹងទៅខ្ញុំដាក់ស៊ីជាប្រចាំហើយខ្ញុំនឹងប្រើប្រភេទមេចំណីបងប្អូនលាយផ្សំជាមួយគ្នាហើយយើងមានតាមកម្រិតស្តង់ដារគីឡូកន្ទក់យើងដែរហើយយើងដាក់ចំណីគ្រាប់យើងត្រូវដាក់បាទ1គីឡូយើងត្រូវដាក់កន្ទក់ប្រមាណយើងមានស្តង់ដារក្នុងការលាយមិនមែនយើងចេះតែដាក់កន្ទក់មិនដឹងប្រមាណគីឡូចំណីប្រមាណគីឡូទេបងប្អូនយើងលាយទៅត្រូវក្បួនស្តង់ដារទៅដល់អញ្ចឹងជ្រូកយើងទៅវាស៊ីថេរបៀបថាឆ្ងាញ់បងប្អូនឆ្ងាញ់ថេទៅវាគឺស៊ីបានច្រើនដល់អញ្ចឹងវាមានការធំធាត់លូតលាស់ល្អលឿននេះក៏ខ្ញុំធ្វើបទបង្ហាញចែកម្លែកត្រួសទៅដល់បងប្អូនក្នុងការវិស័យក្នុងការចិញ្ចឹមជ្រូកទាំងអស់គ្នាជាក់ស្ដែងហើយឃើញបងប្អូនមួយចំនួនច្រើនតែយកកន្ទក់ទៅបាទដុះអត់មានលាយទេអត់មានលាយអប់ទេបើខ្ញុំលាយអប់ដាក់ពីងបងប្អូនលាយអប់ដាក់ពីងបងប្អូនអត់ទេដុះដល់ម៉ោងទៅដល់ដុះពីត្រីដុះចំណីដល់អញ្ចឹងយើងអត់ដឹងគីឡូជ្រូកយើងប្រហែលគីឡូដាក់ទូចំណីប្រមាណដល់អញ្ចឹងអត់មានស្តង់ដារដល់អញ្ចឹងទៅជ្រូកយើងស៊ីទៅមិនមានការធំធាត់លូតលាស់ល្អទេបាទចែកម្លែក